ស្អាតថ្ងៃរៀបលិចឡើងក្រហមនេះថតពីអាគារផ្ទះដែលបន្ទប់ដែលខ្ញុំនៅណាមើលទៅវាស្អាតពណ៌ក្រហមអារម្មណ៍មើលអាទិត្យថ្ងៃលិចចឹងមានអារម្មណ៍ថាអារម្មណ៍ធូរស្បើយតែម្ដងចឹងពេលមើលថ្ងៃលិចហើយថ្ងៃនេះខ្ញុំធ្វើឆាមីសួរហ្នឹងយើងមានបកាយក្រៀមពពុះសណ្តែកជាតិក្តោលអីទាំងអស់ហ្នឹងចឹងខ្ញុំឆាបែបដាក់គ្រឿងដែលយើងចូលចិត្តអីយើងដាក់ហ្នឹងទៅចឹងយើងមានសាច់មាន់តិចដែលសាច់មាន់កពេលហ្នឹងថាដាក់សាច់មាន់ទេតែដល់ពេលបើកទូទៅឃើញសាច់មាន់ក៏ដាក់ទៅហើយក៏យកដាក់ទាំងកកទៅចាំយូរដែរចឹងគ្រឿងទាំងអស់នេះគេក្រៀមគេយីហឺនេះយើងត្រាំទឹកលាងពី3ទឹកចឹងទៅលាងឲ្យស្អាតក្លិនជំនះក្លិនចឹងណាតែពុះស្ដែកនេះខ្ញុំទិញមកធម្មតាអត់មែនយកបងទេចឹងដាក់ត្រាំទឹកដូចគ្នានេះខ្លះគាត់ដាក់អត់ទាន់ត្រាំទឹកទេគាត់គាត់លាងដាក់ចឹងទាំងអស់ចឹងទៅបើខ្ញុំយកត្រាំទឹកឲ្យវារីកសិនបន្ទាប់មកយកមីសួរដែលយើងបានត្រាំទឹកហ្នឹងយើងកាត់ទូហ្នឹងឆាដាក់គ្រឿងទៅដាក់ប្រេងខ្យងពីច្រើនម្ហូបរបស់ខ្ញុំចូលចិត្តដាក់ទឹកស៊ីអ៊ីវខ្ញុំខកចុកជាងគេអញ្ចឹងចូលចិត្តជាងគេទឹកស៊ីអ៊ីវហ្នឹងម្ហូបយើងធ្វើហើយឥឡូវខ្ញុំមកធ្វើការងារទូចមួយបដាគឺញ៉ាំផ្លែឈើបដាអញ្ចឹងណានៃការងារដែលខ្ញុំស្រឡាញ់ទឹកចាស់បដាដែរទេការងារបកកើតរឿងសម្រាប់បងក្មេងអញ្ចឹងណាអញ្ចឹងក៏មានដឡងនេះទៅតែតែងទេហើយសាច់វាឡើងឆ្ងាញ់សាច់ពងមាន់ណាគឺឆ្ងាញ់មែនតើនិងផ្អែមខ្ញុំចូលចិត្តណាស់ដឡងញ៉ាំថ្ងៃក៏អត់ដឡងដែរឥឡូវដល់ម្ហូបមួយមុខទៀតហើយគឺធ្វើស្ប៉ាហ្គេតទីខ្ញុំធ្វើជាពីគ្រឿងសមុទ្រយកជាងគេគ្រឿងសមុទ្រចឹងដំបូងគឺដាក់ស្ងោរស្ប៉ាហ្គេតទីសិនដាក់ស្ងោរឲ្យវាឆ្អិនល្មមទៅហើយយើងមកធ្វើគ្រឿងសមុទ្រចឹងគ្រឿងសមុទ្រហ្នឹងខ្ញុំដាក់លាងទឹកដាក់ធាងអំបិលច្បាច់អីឲ្យស្អាតចឹងសិនចឹងស្ប៉ាហ្គេតទីនេះយើងដាក់ស្ងោរឲ្យវាទន់ចូលក្នុងឆ្នាំងហើយនឹងចាំយកបាត់ក្របហើយយើងដាក់អំបិលបន្តិចទៅចឹងផ្កានេះខ្ញុំមានបកាលាយមកបន្តិចឥឡូវមើល sunset ទៀតតែថ្ងៃថ្មីអូយ sunset ស្អាតមែនតើដោយសារតែបន្ទប់ខ្ញុំមើលពីខាងចំហៀងទៅគឺថ្ងៃមេឃមិនមែនដូច sunset ហ្នឹងហើយឥឡូវមកថ្ងៃថ្មីទៀតទៅនេះហាថ្ងៃត្រង់ខ្ញុំហើយអានេះគឺថ្ងៃត្រង់ទាំងពីរទេដោយសារតែនេះធ្វើកាត់ចឹងណាដោយសារពី3ថ្ងៃចុងគ្នាមានតែអមតែប៉ុណ្្នឹងទេអរគុណ